លេចព័ត៌មានថ្មីមកទៀតហើយមន្ទីរបញ្ញកោណកំពុងតែពិចារណាឡើងវិញហើយអំពីស្តុកអាវុធរបស់ខ្លួនដែលរងផលប៉ះពាល់ដោយសារតែអាមេរិកបំរុងផ្ដល់ជំនួយយោធាដល់អ៊ុយក្រែនច្រើនពេកនេះបើយោងតាមភ្នាក់ងារសារព័ត៌មាន AP អាវុធភាគច្រើនដែលអ៊ុយក្រែនកំពុងតែប្រើប្រាស់គឺផ្គត់ផ្គង់ដោយអាមេរិកប៉ុន្តែទំហំសង្វាក់ផលិតកម្មអាវុធរបស់អាមេរិកគឺมันអាចទ្រទ្រង់នឹងទំហំផ្គត់ផ្គង់សម្រាប់សង្គ្រាមទ្រង់ទ្រាយធំដោយនៅអ៊ុយក្រែនបាននោះឡើយតួយ៉ាងសង្វាក់ផលិតកម្មមួយចំនួនដូចជាសង្វាក់ផលិតមីស៊ីលប្រឆាំងយន្តហោះ Stinger ជាដើមគឺធ្លាប់បានបិទរួចមកហើយកាលពីខែមុនមន្ទីរបញ្ញកោណក៏បានប្រកាសកិច្ចសន្យាក្នុងទំហំទឹកប្រាក់រហូតទៅដល់14លាន4សែនដុល្លារដើម្បីពន្លឿនការផលិតប្រព័ន្ធកាំជ្រួចហេម៉ាថ្មីដើម្បីបំពេញស្តុកឡើងវិញផងដែរលោក Ryan Brock អ្នកវិភាគផ្នែកយោធានៅអាមេរិកបានប្រាប់កាសែត Associated Press ថាចំនួននៅអ៊ុយក្រែនសប្តាហ៍ថ្ងៃបង្ហាញថាសង្វាក់ផលិតកម្មគ្រាប់នៅអាមេរិកនិងនៅទឹកដីរបស់សម្ព័ន្ធមិត្តផ្សេងទៀតគឺទំនងជាមិនគ្រប់គ្រាន់សម្រាប់សង្គ្រាមទ្រង់ទ្រាយធំនោះឡើយលោកស្រី Christine Lambrecht រដ្ឋមន្ត្រីក្រសួងការពារជាតិអាល្លឺម៉ង់បានលើកឡើងថាបើប៉ូឡូញចង់ផ្ទេរប្រព័ន្ធខែមីស៊ីល Patriot ទៅឲ្យអ៊ុយក្រែនវិញនោះគឺទាល់តែមានការយល់ព្រមពីអង្គការ NATO ទើបបានលោកស្រី Christine Lambrecht បានមានប្រសាសន៍នៅក្នុងទីក្រុង Berlin កាលពីថ្ងៃពហុថាខែ Patriot ទាំងនេះគឺជាផ្នែកនៃប្រព័ន្ធការពារដែនអាកាសរបស់អង្គការ NATO ដែលមានន័យថាវាទុកសម្រាប់ការពារដែនដីរបស់ NATO តែប៉ុណ្ណោះហេតុដូច្នេះរឿងផ្ទេរខែនេះតើឲ្យប្រទេសផ្សេងគឺដាច់ខាតត្រូវតែមានការពិភាក្សាជាមួយនឹងអង្គការ NATO និងសម្ព័ន្ធមិត្តដទៃទៀតជាមុនសិនរដ្ឋាភិបាលទីក្រុង Berlin សុកចិត្តផ្ដល់ឲ្យរដ្ឋាភិបាលទីក្រុង Warsaw នៅខែ Patriot នេះគឺដើម្បីជួយការពារដែនអាកាសរបស់ប៉ូឡូញក្រោយមានមីស៊ីលមួយគ្រាប់ត្រូវបានធ្លាក់ចំនៅក្នុងប្រទេសប៉ូឡូញដែលបណ្ដាលឲ្យមនុស្សចំនួន2នាក់បានបាត់បង់ជីវិតកាលពីថ្ងៃទី15ខែវិច្ឆិកាកន្លងមកនេះប៉ុន្តែកាលពីថ្ងៃពុធលោក Maroš Blažák រដ្ឋមន្ត្រីក្រសួងការពារជាតិប៉ូឡូញបានលើកឡើងថាលោកស្នើសុំឲ្យអាល្លឺម៉ង់បញ្ជូនខែ Patriot ដ៏ល្អនេះទៅឲ្យអ៊ុយក្រែនជំនួសវិញកុំចង់លេងល្បិចស្វាស៊ីបាយលាបមាត់ពពែឲ្យសោះរដ្ឋមន្ត្រីក្រសួងការពារជាតិរុស្ស៊ីបានលើកឡើងកាលពីថ្ងៃប្រហ័សទី24ថាកងកម្លាំងរបស់ខ្លួនមិនបានបាញ់មីស៊ីលដែលផ្ដោតលើគោលដៅរដ្ឋធានីគៀវនោះទេហើយថាតាមពិតទៅមីស៊ីលដែលធ្លាក់លើរដ្ឋធានីគៀវមួយនេះកាលពីថ្ងៃពុធទី23ខែវិច្ឆិកានេះគឺជារបស់លោកខាងលិចនិងអ៊ុយក្រែនខ្លួនឯងទៅវិញទេនេះបើយោងតាមការចេញផ្សាយដែលភ្នាក់ងារសារព័ត៌មាន Reuters លោក Igor Konashenkov អ្នកនាំពាក្យក្រសួងការពារជាតិរុស្ស៊ីបានលើកឡើងនៅក្នុងសម្រងសម្ដីដើមបែបនេះថាកងកម្លាំងប្រដាប់អាវុធរបស់យើងបានបាញ់មីស៊ីលវងប្រតិបត្តិការឆ្ងាយទ្រង់ទ្រាយចេញពីអាកាសផងចេញពីដីផងនិងផ្ទៃសមុទ្រផងដោយបានវាយប្រហារត្រូវចំគោលដៅច្បាស់លើទីបញ្ជាការយោធានិងប្រព័ន្ធគ្រប់គ្រងរបស់អ៊ុយក្រែននិងទីតាំងថាមពលពាក់ព័ន្ធផ្សេងអ្នកនាំពាក្យរូបនេះបានបន្តទៀតថាខ្ញុំសូមសង្កត់ធ្ងន់ថាទីក្រុងគៀវមិនមែនរងការវាយប្រហារតែមួយលើកនោះទេហើយការបំផ្លិចបំផ្លាញទាំងអស់ដែលប្រកាសដោយរបបទីក្រុងគៀវគឺជាលទ្ធផលនៃមីស៊ីលរបស់លោកខាងលិចនិងមីស៊ីលរបស់អ៊ុយក្រែនខ្លួនឯងផ្ទាល់តែម្ដងដែលប្រាប់ជាប្រព័ន្ធការពារដែនអាកាសដែលដំឡើងនៅក្នុងតំបន់ពលរដ្ឋរស់នៅតែម្ដងហេតុដូច្នេះវាមិនមែនជាកំហុសរបស់យើងនោះទេកាលពីថ្ងៃពុធកងទ័ពអាកាសរបស់អ៊ុយក្រែនបានលើកឡើងថារុស្ស៊ីបានបាញ់មីស៊ីលចំនួន70គ្រាប់មកលើអ៊ុយក្រែននៅក្នុងនោះមាន51គ្រាប់ត្រូវបានបាញ់ទម្លាក់ប៉ុន្តែមីស៊ីលដែលបាញ់ទម្លាក់មិនបាននោះបានផ្ដាច់ជីវិតមនុស្ស10នាក់នៅក្នុងនោះ6នាក់នៅក្នុងទីក្រុងគៀវហើយក្រៅពីបាត់បង់ជីវិតមនុស្សប្រព័ន្ធចរន្តធម្មពលក៏ដាច់យ៉ាងរាលដាលទូទាំងប្រទេសអ៊ុយក្រែនផងដែររហូតធ្វើឲ្យរោងចក្រធម្មពលដើរដោយធម្មពលនុយក្លេអ៊ែរចំនួន4កន្លែងត្រូវបានបិទព្រមគ្នាជាលើកដំបូងក្នុងរយៈពេល40ឆ្នាំកន្លងមកនេះទោះបីរងការវាយប្រហារស្ទើរតែទូសាច់ទៅហើយក៏ដោយប៉ុន្តែលោកប្រធានាធិបតី Volodymyr Zelensky នៅតែអង្អាចក្លាហានដោយចេញមុខប្រកាសថាគ្រាប់មីស៊ីលរបស់រុស្ស៊ីទាំងនេះមិនអាចបំបែកកម្លាំងសាមគ្គីដែលរឹងដូចថ្មរបស់អ៊ុយក្រែនបាននោះឡើយប្រជាជាតិអាស៊ីប៉ាស៊ីហ្វិកស្ទើរតែទាំងស្រុងថ្កោលទោសសង្គ្រាមរបស់រុស្ស៊ីមកលើអ៊ុយក្រែនដែលបង្កចលាចលសេដ្ឋកិច្ចពិភពលោកAPEC បានកត់សម្គាល់ពីទុក្ខវេទនារបស់មនុស្សជាតិនិងឥទ្ធិពលសេដ្ឋកិច្ចនៃសង្គ្រាមមេដឹកនាំអាស៊ីប៉ាស៊ីហ្វិកបានអំពាវនាវឲ្យបញ្ចប់ការឈ្លានពានរបស់រុស្ស៊ីមកលើអ៊ុយក្រែនដោយនិយាយថាភាគច្រើននៃសមាជិកបានថ្កោលទោសយ៉ាងខ្លាំងចំពោះសង្គ្រាមនិងភាពចលាចលសេដ្ឋកិច្ចពិភពលោកដែលបានបង្កដោយសង្គ្រាមនេះ
សេចក្តីថ្លែងការណ៍នៃកិច្ចប្រជុំមួយដែលបានចេញផ្សាយកាលពីអាទិត្យមុននៃចុងបញ្ចប់នៃវេទិកាកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិក APEC នៅទីក្រុងបាងកកប្រទេសថៃបានគូបញ្ជាក់អំពីការរងទុក្ខដ៏ធំធេងរបស់មនុស្សដែលបណ្ដាលមកពីសង្គ្រាមនិងផលវិបាកសំខាន់ៗសម្រាប់សេដ្ឋកិច្ចពិភពលោករួមទាំងការកើនឡើងអតិផរណាអសន្តិសុខស្បៀងនិងធម្មពលប្រទេសរុស្ស៊ីនិងចិនក៏ជាសមាជិកនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិកដែលមានសមាជិកសរុបចំនួន21ប្រទេសហើយជាទូទៅប្រទេសចិនតែងតែបដិសេធការរិះគន់ជាសាធារណៈទៅលើប្រទេសរុស្ស៊ីជុំវិញសង្គ្រាមនៅអ៊ុយក្រែនសេចក្តីថ្លែងការណ៍របស់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិកគឺដូចគ្នាបេះបិទទៅនឹងសេចក្តីប្រកាសកិច្ចប្រជុំកំពូល G20 កាលពីសប្តាហ៍មុននៅកោះបាលីប្រទេសឥណ្ឌូនេស៊ីបានថ្កោលទោសសង្គ្រាមរុស្ស៊ីនៅអ៊ុយក្រែនផងដែរក្នុងសេចក្តីថ្លែងការណ៍ក៏បានបន្ថែមទៀតថាខណៈពេលដែល APEC មិនមែនជាវេទិកាដើម្បីដោះស្រាយបញ្ហាសន្តិសុខយើងទទួលស្គាល់ថាបញ្ហាសន្តិសុខអាចមានផលវិបាកយ៉ាងសំខាន់សម្រាប់សេដ្ឋកិច្ចពិភពលោកខណៈពេលមានភាពតានតឹងរវាងរុស្ស៊ីនិងលោកខាងលិចប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin មិនបានចូលរួមកិច្ចប្រជុំ G20 និងកិច្ចប្រជុំ APEC នោះទេរដ្ឋមន្ត្រីការបរទេសនៃប្រទេសរុស្ស៊ីលោក Sergei Lavrov បានទៅកោះបាលីនិងឧបនាយករដ្ឋមន្ត្រី Andrei Belosov បានទៅកាន់ទីក្រុងបាងកកនៅខាងក្រៅប្រតិបត្តិការនេះអនុប្រធានាធិបតីអាមេរិក Kamala Harris បានផ្លាស់ប្តូរការកត់សម្គាល់ខ្លីៗជាមួយប្រធានាធិបតីចិន Xi Jinping ដោយបាននិយាយថាគាត់បានចាត់ទុកកិច្ចប្រជុំនៅកោះបាលីជាមួយប្រធានាធិបតីអាមេរិក Joe Biden ជាជំហានឆ្ពោះទៅរកដំណាក់កាលបន្ទាប់ក្នុងទំនាក់ទំនងរវាងប្រទេសទាំងពីរទំនាក់ទំនងរវាងប្រទេសដែលមានសេដ្ឋកិច្ចធំជាងគេទាំងពីររបស់លោកមានភាពរកាំរកូសដោយខ្វែងគំនិតគ្នាលើពាណិជ្ជកម្មនិងសិទ្ធិមនុស្សនិងការទាមទាររបស់ចិនជុំវិញកោះតៃវ៉ាន់ដោយគ្រប់គ្រងដោយខ្លួនឯងនាយករដ្ឋមន្ត្រីថៃលោកប្រយុទ្ធច័ន្ទអូចាដែលជាម្ចាស់ផ្ទះនៃកិច្ចប្រជុំបានជំរុញឲ្យមេដឹកនាំប្លុកជំរុញទៅមុខដោយរបៀបវារៈរបស់ APEC ក្នុងការលើកកម្ពស់ពាណិជ្ជកម្មសេរីក្នុងតំបន់ប៉ាស៊ីហ្វិកលោកប្រយុទ្ធបានថ្លែងថាយើងត្រូវតែផ្ដល់អាទិភាពដល់ការប្រែក្លាយផែនការនេះទៅជាសកម្មភាពកិច្ចប្រជុំកាលពីសប្តាហ៍មុនបានផ្ដល់ឱកាសដល់មេដឹកនាំសម្រាប់ការជួបមុខគ្នាដែលកម្រកើតមានក្នុងរយៈពេល2ឆ្នាំចុងក្រោយនេះដោយសារជំងឺរាតត្បាត COVID-19 គួរឲ្យកត់សម្គាល់ថាកិច្ចប្រជុំទាំងពីរ G20 និង APEC មន្ត្រីនានាហាក់ដូចជាបានជ្រើសរើសយល់ព្រមមិនយល់ស្របទៅនឹងសង្គ្រាមនៅក្នុងទីក្រុងបាងកកនិងកោះបាលីប្រទេសដែលបដិសេធមិនថ្កោលទោសការលុកលុយបានបដិសេធមិនរារាំងការចេញសេចក្តីថ្លែងការណ៍ដោយរិះគន់រុស្ស៊ីយ៉ាងតឹងរឹងប្អូនស្រីដ៏មានឥទ្ធិពលរបស់លោកគីមយុងអ៊ុនមេដឹកនាំកូរ៉េខាងជើងបានចាត់ទុករដ្ឋាភិបាលរបស់លោកប្រធានាធិបតីកូរ៉េខាងត្បូងថាគឺជាមនុស្សឆោតល្ងង់និងជាសំណក់ដ៏ស្មោះស្ម័គ្ររបស់អាមេរិកនេះបើយោងតាមការចេញផ្សាយដោយប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើងដែលត្រូវបានដកស្រង់យកមកចុះផ្សាយដោយភ្នាក់ងារសារព័ត៌មាន CNA សម្ដីរិះគន់កប់មាត់របស់លោកស្រីគីមយូជុងគឺកើតមានឡើងក្រោយដែលរដ្ឋាភិបាលទីក្រុងសេអ៊ូលបានលើកឡើងនៅក្នុងសប្តាហ៍នេះថាឥឡូវខ្លួនកំពុងតែពិចារណាដាក់ទណ្ឌកម្មដោយឯកតោភាគីលើកូរ៉េខាងជើងដោយសារតែរឿងប្រទេសនេះបានសាកល្បងមីស៊ីលស្ទើរតែមិនលួសថ្ងៃនៅក្នុងពេលថ្មីនៅក្នុងនោះរួមមានទាំងមីស៊ីលឆ្លងទ្វីបប៉ាឡេស្ទីកដែលអាចនាំគ្រាប់នុយក្លេអ៊ែរទៅទម្លាក់ដល់ទឹកដីអាមេរិកផងដែរនៅក្នុងសន្ទរកថាចុះផ្សាយដែលភ្នាក់ងារសារព័ត៌មានរដ្ឋកូរ៉េខាងជើង KCNA លោកស្រីគីមយូជុងបានមានប្រសាសន៍បែបនេះថាទង្វើដ៏គួរឲ្យស្អប់ខ្ពើមនេះបង្ហាញឲ្យឃើញថាមនុស្សនៅក្រមកូរ៉េខាងត្បូងគឺជាក្រុមសំណក់ដ៏ស្មោះស្ម័គ្រនិងជាបរិវារដែលស្ដាប់តាមបង្គាប់របស់អាមេរិកកាំងនេះមិនមែនជាលើកទី1ទេដែលពេលកន្លងមកទីក្រុងព្យុងយ៉ាងជារឿងរឿយតែងតែប្រើវោហារសាស្ត្រមិនគោរពកូរ៉េខាងត្បូងនោះឡើយក្រៅពីរិះគន់មិនសំចៃមាត់លោកស្រីគីមយូជុងក៏បានចោទប្រកាន់លោកប្រធានាធិបតីយុនស៊ុនយល់ថាកំពុងតែបង្កើតឲ្យមានស្ថានភាពគ្រោះថ្នាក់ផងដែរពលគឺមិនដូចពេលដែលលោកមុនជីអ៊ិនធ្វើជាប្រធានាធិបតីនោះទេដោយការពីពេលនោះកូរ៉េខាងត្បូងមិនមែនជាគោលដៅរបស់យើងនោះឡើយ